ត្រេមម្នាក់នេះគាត់យកកូនស្រីរបស់គាត់ដែលមានអាយុធំតែ5ឆ្នាំទេទៅដល់បំណុលក្នុងចំនួនធំតែ$200អ្នកនរគ្នាហើយរឿងក្រៃនេះគឺកើតឡើងតាំងពីឆ្នាំ2009នៅ North Carolina សហរដ្ឋអាមេរិកដែលផ្ដើមចេញពីស្ត្រីម្នាក់ដែលគាត់មានឈ្មោះថា Antoinette Davis ដែលគាត់មានកូនជាមួយនឹងបុរសម្នាក់ដែលមានឈ្មោះថា Bradley ដោយកូនរបស់គាត់នឹងគឺជាកូនស្រីដែលមានអាយុ5ឆ្នាំដែលមានឈ្មោះថា Sanaya Davis Antoinette គឺគាត់បែកគ្នាជាមួយនឹង Bradley ហើយប៉ុន្តែកូនស្រីរបស់គាត់ Sanaya ហ្នឹងគឺត្រូវទៅនៅខាងឪពុកគឺឪពុកគាត់ជាអ្នកចិញ្ចឹមបីបាច់ប៉ុន្តែខាងម្ដាយហ្នឹងគឺនៅតែមានសិទ្ធិយកកូនទៅលេងមើលថែទាំកូនអាសាមកលេងកូនយូរៗម្ដងបានធម្មតា Sanaya ដែលជាកូនស្រីហ្នឹងគឺគាត់នៅជាមួយនឹងឪពុកជាធម្មតាអញ្ចឹងទៅរហូតដល់ថ្ងៃទី2ខែ10ឆ្នាំ2009ឪពុករបស់គាត់ហ្នឹងគឺត្រូវមានការទៅធ្វើការនៅឆ្ងាយពីផ្ទះអញ្ចឹងគឺគាត់ទុកឲ្យ Sanaya ហ្នឹងគឺនៅជាមួយនឹងប្អូនស្រីរបស់គាត់ដែលមានឈ្មោះថា Carrie ដែលជាមីងហ្នឹងគឺគាត់ឆ្លាញ់សនាយាដោយកូនគាត់បកកើតអញ្ចឹងអ្នកនរគ្នាគឺគាត់នឹងចំបីបាច់មើលថែបន្ទាប់ពីឪពុកទៅធ្វើការឆ្ងាយអញ្ចឹងរហូតដល់ថ្ងៃទី9ខែ10គឺ Antoinette ដែលជាម្ដាយហ្នឹងគឺគាត់បានទេទៅ Carrie ដើម្បីសុំសនាយាហ្នឹងមកលេងជាមួយគាត់វាថាទៅយកសនាយាទៅលេងនៅផ្ទះគាត់ទៅមើលថែអីចឹងទៅហើយ Carrie គាត់ក៏អត់មានបដិសេធអីដែរដោយសារម្ដាយកូនគេអ្នកនរគ្នាទោះជា Antoinette ដែលជាអតីតបងថ្លៃហ្នឹងលែងលះជាមួយបងប្រុសគាត់ក៏ដោយក៏គាត់នៅតែជាម្ដាយរបស់សនាយាដែរអញ្ចឹងក៏គាត់ជូនសនាយាហ្នឹងទៅផ្ទះរបស់Antoinetteពេលដែល Carrie គាត់តម្លាក់សនាយានៅផ្ទះម្ដាយរបស់សនាយាហ្នឹងគឺគាត់អត់មានចាប់ផ្លឹកអីទេអ្នកនរគ្នាគាត់គិតថាអូជូនក្មួយមកលេងផ្ទះម្ដាយមួយអាទិត្យពីរអាទិត្យអីចឹងទៅអញ្ចឹងក៏គាត់ត្រឡប់មកផ្ទះវិញទៅរហូតដល់ថ្ងៃទី10ខែ11ឆ្នាំ2009អ្នកនរគ្នា Antoinette ហ្នឹងដែលជាម្ដាយហ្នឹងគឺគាត់បាន call ទៅប៉ូលីស report ថាកូនស្រីគាត់ដែលមានឈ្មោះថាសនាយាហ្នឹងគឺបានបាត់ខ្លួនបាត់ហើយពេលហ្នឹងហើយគឺម្នាក់ចលាចលខ្លាំងមែនតើអ្នកនរគ្នាទាំងប៉ូលីសទាំងឪពុករបស់សនាយាទាំងមីងទាំងអីគឺគេនាំគ្នាដើររឡើងពេញហ្នឹងហ្មងសូម្បីតែអ្នក volunteer នៅស្រុកគេហ្នឹងក៏គេនាំគ្នាដើររសនាយាដែរដោយសារក្មេងអាយុធំតែ5ឆ្នាំទេគឺបាត់ខ្លួនសុខបាត់ខ្លួនអញ្ចឹងគឺធ្វើឲ្យម្នាក់គឺភ័យខ្លាំងមែនតើហ្មងរហូតដល់ស្អែកឡើងពេលផកគឺខាងប៉ូលីសគឺគេបានរកឃើញតម្រុយមួយពីកាមេរ៉ាសុវត្ថិភាពរបស់អូតែមួយកន្លែងដែលមានចម្ងាយ30ម៉ាイលពីផ្ទះរបស់ Antoinette ដែលជាម្ដាយរបស់សនាយាហ្នឹងណាបើគិតជាគីឡូទៅខ្ទង់48គីឡូដោយកាមេរ៉ាសុវត្ថិភាពហ្នឹងគឺបានឲ្យឃើញថាបុរសម្នាក់គឺបាន3ក្មេងស្រីម្នាក់ដែលក្មេងស្រីហ្នឹងនៅក្នុងកាមេរ៉ាហ្នឹងគឺផិនភាគគឺដូចទៅនឹងសនាយាបេះបិទហ្មងខាងប៉ូលីសគឺគេបានសន្និដ្ឋានថាសនាយាគឺអាចនឹងត្រូវបានបុរសម្នាក់នឹងចាប់ចម្រិតចង់ខាងប៉ូលីសខាង volunteer អីហ្នឹងគឺគេចាប់ផ្ដើមតាមរកបុរសម្នាក់ហ្នឹងរហូតដល់ថ្ងៃទី13 3ថ្ងៃក្រោយមកគឺខាងប៉ូលីសគឺបានរកឃើញបុរសម្នាក់ហ្នឹងដោយបរិយាជនសង្ស័យហ្នឹងគឺគាត់មានឈ្មោះថា Mario ដែលគាត់មានអាយុ32ឆ្នាំនៅពេលដែលប៉ូលីសគាត់ខ្លួនគាត់បានយកទៅសួរចម្លើយហ្នឹងចម្លើយរបស់គាត់ដែលប្រាប់ប៉ូលីសហ្នឹងគឺធ្វើឲ្យប៉ូលីសវាថាអណយធម៌អាណិតសនាយាហ្មងដោយ Mario ហ្នឹងគឺគាត់បានប្រាប់ប៉ូលីសថាគឺម្ដាយសនាយាហ្នឹងដែលមានឈ្មោះថា Antoinette ហ្នឹងគឺយកសនាយាមកដោះបំណុលជាមួយគាត់ក្នុងចំនួន$200ហើយបំណុលហ្នឹងគឺបំណុលថ្លៃគ្រឿងញៀនអ្នកនរគ្នាដោយសារ Antoinette ហ្នឹងគឺជពាក់ Mario $200ថ្លៃគ្រឿងញៀនអញ្ចឹងអត់ដឹងថាត្រូវធ្វើម៉េចដើម្បីសងបំណុលប្រហែលជា Mario ទាឬក៏អីចឹងណាគឺគាត់បានយកកូនស្រីរបស់គាត់ដែលមានអាយុធំតែ5ឆ្នាំទេយកទៅដោះបំណុលចំនួនលុយ$200និយាយមែនលុយ$200ណាយកកូនស្រីរបស់ខ្លួនឯងកើតហ្មងសាច់ឈាមរបស់ខ្លួនឯងហ្មងដែលក្មេងគ្នានឹងអីយកទៅដោះបំណុលណាអ្នកនរគ្នាហើយអាសូរលុយច្រើនលុយធំតែ$200ហើយ$200ហ្នឹងលុយថ្លៃគ្រឿងញៀនទៀតនិយាយមែនមិនដឹងថាម្ដាយហ្នឹងគឺគិតអីឯអ្នកនរគ្នាហើយដឹងឯថាតលក់កូនទៅម្ដាយគេយកកូនហ្នឹងទៅស្រឡាញ់ឬក៏ទៅមើលថែហើយ Mario វិញនៅពេលដែលដោះដូរលុយហ្នឹងហើយណាគ្នាគឺយកសនាយាហ្នឹងទៅអូតែលមួយកន្លែងដែលអូតែលហ្នឹងដែលខ្ញុំនិយាយមុនហ្នឹងដែលមានចម្ងាយ30ម៉ាイលពីផ្ទះរបស់ Antoinette ដែលជាម្ដាយហ្នឹងយកទៅដល់គឺបៀតបៀនផ្លូវភេទទៅលើសនាយាបន្ទាប់ពីរំលោភបំពានសនាយាដែលមានអាយុធំតែ5ឆ្នាំអស់ចិត្តហើយគឺគាត់បានសម្លាប់អ្នកនរគ្នាដោយការធ្វើឲ្យថប់ខ្យល់ដូចអាចនឹងជាការច្បាត់កឬក៏អីចឹងណាអ្នកនរគ្នាទៅគឺគួរអាណិតសនាយាខ្លាំងមែនតើហ្មងថាអត់គួរកើតមកជាមួយនឹងម្ដាយបែបអញ្ចឹងណាអ្នកនរគ្នារហូតដល់ថ្ងៃទី16ខែ11ឆ្នាំ2009 6ថ្ងៃក្រោយពេលដែលម្ដាយរបស់សនាយា report ហ្នឹងណាគឺគេក៏បានរកឃើញសាកសពរបស់សនាយានៅក្នុងព្រៃម្ដុំហ្នឹងដែរណែសាកសពរបស់គាត់នៅពេលដែលប៉ូលីសគេយកទៅកសោយវិច័យទៅគឺបានឲ្យដឹងថាគាត់ត្រូវបានរំលោភបំពានធ្ងន់ធ្ងរហើយត្រូវបានស្លាប់ដោយការថប់ខ្យល់ចំណែកឯ Antoinette ដែលជាម្ដាយហ្នឹងគឺគាត់បាននិយាយថាគាត់អត់នឹកស្មានថាគាត់ដោះដូរជាមួយកូនគាត់យកកូនគាត់ទៅកាត់បំណុលហើយគេធ្វើអញ្ចឹងគេសម្លាប់កូនគាត់ឲ្យកូនគាត់ស្លាប់អញ្ចឹងឯងគាត់និយាយអញ្ចឹងអ្នកនរគ្នានិយាយឡើងអត់ខ្វល់ហ្មងអញ្ចឹងគាត់គិតថាគាត់យកកូនស្រីគាត់ដែលមានអាយុ5ឆ្នាំទៅកាត់បំណុលចំនួន$200ហ្នឹងហើយគិតថាគេយកកូនគាត់ទៅធ្វើអីអត់យល់ណែការកាត់ក្តីវិញគឺ Mario គឺត្រូវបានគេកាត់ក្តីឲ្យបហាជីវិតខ្ញុំគិតថាទោសហ្នឹងគឺសមជាមួយគាត់ហ្មងដោយសារអាប៉ែហ្នឹងគឺរកចិត្តឲ្យសាហាវខ្លាំងមែនតើហ្មងចំណែក Antoinette ដែលជាម្ដាយរបស់សនាយាវិញគឺត្រូវជាប់គុកធំតារយៈពេល17ឆ្នាំទៅ21ឆ្នាំនៅក្នុងគុកឯអ្នកនរគ្នាខ្ញុំគិតថាម្ដាយប្រភេទហ្នឹងគឺអត់សមធ្វើជាម្ដាយគេឲ្យគួរតែជាប់គុកមួយជីវិតឬក៏បហាជីវិតដូចគ្នាបានសមចំណែកឯឪពុកដែលមានឈ្មោះថា Bradley ហើយនិងមីងរបស់សនាយាហ្នឹងគឺគាត់ខូចចិត្តខ្លាំងមែនតើហ្មងអ្នកនរគ្នាតែគាត់អត់នឹកស្មានថាម្ដាយបង្កើតហ៊ានធ្វើអញ្ចឹងទៅលើកូនគាត់បានណានិយាយទៅខ្ញុំគិតថារឿងនេះគឺវាកម្រអ្នកនរគ្នាភាគច្រើនណាម្ដាយគឺស្រឡាញ់កូនជាងអីទាំងអស់តែម្ដាយប្រភេទនេះរបៀបថា1000មាន1ចុះដែលរបៀបថាអត់ស្រឡាញ់កូនសុខចិត្តយកកូនស្រីខ្លួនឯងទៅដោះបំណុលជំនួសហើយបំណុលហ្នឹងបំណុលគ្រឿងញៀនទៀត